ជំរាបសួរបងប្អូនថ្ងៃនេះជួបគ្នាទៀតហើយជាមួយនឹងពាក្យថ្មីៗនៅក្នុងភាសាអង់គ្លេសរបស់យើងតោះចង់ដឹងថាតើពាក្យថ្មីៗនោះមានអ្វីខ្លះទៅទស្សនាទាំងអស់គ្នា Vocabulary ពន្យល់ពាក្យ Traffic ចរាចរណ៍ Accident គ្រោះថ្នាក់ Year ឆ្នាំ Ago កន្លងទៅ What happened មានអ្វីកើតឡើង Hit បុក Car ឡាន While ខណៈពេលដែល Crossing ឆ្លងកាត់ Road ផ្លូវ Feel មានអារម្មណ៍ Then បន្ទាប់មក Really ពិត Terrible គួរឲ្យខ្លាច Because ដោយសារតែ Injury របួស Who នរណា Involve ចូលរួម Driver អ្នកបើកបរ Family គ្រួសារ Inside ខាងក្នុង Insurance ធានារ៉ាប់រង Company ក្រុមហ៊ុន Repair ជួសជុល Service សេវាកម្ម Lawyer មេធាវី Back ត្រឡប់មកវិញ Report រាយការណ៍ Issue បញ្ហា Police ប៉ូលីស Hospital មន្ទីរពេទ្យ After បន្ទាប់ពី Serious ធ្ងន់ធ្ងរ Driving license បានបើកបរ Purse ការបូប Should គួរតែ People មនុស្ស Obey គោរព Traffic ចរាចរណ៍ Regulations បទបញ្ញត្តិ Protect ការពារ Best ways វិធីល្អបំផុត Wear ពាក់ Helmet មួកសុវត្ថិភាព Traffic lights ភ្លើងចរាចរណ៍ Stay ស្នាក់នៅ Appropriate vehicle ផ្លូវរថយន្ត Appropriate pedestrian lanes ផ្លូវថ្មើរជើងសម្របសម្រួល Conversation ការសន្ទនា Have you ever been in any traffic accident? តើអ្នកធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដែរឬទេ Yes, 3 years ago. ចា៎ខ្ញុំធ្លាប់គឺកាលពី3ឆ្នាំមុន What happened? តើមានអ្វីកើតឡើងកាលពេលនោះ I was hit by a car while crossing the road. ខ្ញុំត្រូវឡានបុកពេលឆ្លងផ្លូវ How did you feel then? តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលនោះ I felt really terrible because of my injuries. ខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចដោយសាររបួសរបស់ខ្ញុំ Who was involved in the accident? តើនរណាខ្លះបានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ The car driver, his family inside the car, and me. អ្នកបើកឡានគ្រួសាររបស់គាត់នៅក្នុងឡាននិងខ្ញុំ Did the insurance company pay for repair service? តើក្រុមហ៊ុនធានារ៉ាប់រងបានបង់ថ្លៃសេវាជួសជុលដែរឬទេ I was walking so I did not require any car repair services. ខ្ញុំកំពុងដើរដូច្នេះខ្ញុំមិនទាមទារសេវាកម្មជួសជុលរថយន្តទេ Did you need a lawyer? តើអ្នកត្រូវការមេធាវីទេ I hurt my lower back just a little, so I didn't call a lawyer. ខ្ញុំឈឺខ្នងបន្តិចបន្តួចដូច្នេះខ
ខ្ញុំមិនបានហៅមេធាវីទេ Did you report the issue to the police? តើអ្នកបានរាយការណ៍បញ្ហានេះទៅប៉ូលីសទេ No, we didn't want to get the police involved. អត់ទេ យើងមិនចង់ឲ្យប៉ូលីសចូលរួមទេ Were you sent to the hospital after the accident? តើអ្នកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់នេះទេ No, the injury wasn't really serious. អត់ទេរបួសពិតជាមិនធ្ងន់ធ្ងរទេ Do you have a driving license? តើអ្នកមានប័ណ្ណបើកបរទេ Yes, I do. I always keep it in my purse. ចាស់ខ្ញុំមាន ខ្ញុំតែងតែទុកវានៅក្នុងកាបូបរបស់ខ្ញុំ Why should people obey traffic regulations? ហេតុអ្វីមនុស្សត្រូវគោរពច្បាប់ចរាចរណ៍ To protect themselves and others. The best ways are to wear a helmet, wait for traffic lights and stay in the appropriate vehicle/pedestrian lanes. មនុស្សត្រូវគោរពច្បាប់ចរាចរណ៍ពីព្រោះដើម្បីការពារខ្លួននិងអ្នកដទៃមធ្យោបាយល្អបំផុតគឺត្រូវពាក់មួកសុវត្ថិភាពរង់ចាំភ្លើងសញ្ញាចរាចរណ៍និងស្ថិតនៅក្នុងគន្លងយានយន្តឬផ្លូវថ្មើរជើងដែលសមស្រប វីដេអូមេរៀនរបស់យើងបានមកដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនដែលចូលចិត្តទស្សនានិងចូលចិត្តរៀនជាមួយនឹងនាងខ្ញុំសូមអរគុណសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងចុច Like និងបើសិនជាបងប្អូនមានចម្ងល់អ្វីផ្សេងៗបងប្អូនអាចធ្វើការ comment ឬក៏ email មកកាន់នាងខ្ញុំដើម្បីនាងខ្ញុំធ្វើការស្រាវជ្រាវនិងចែករំលែកនៅចំណេះដឹងថ្មីៗជូនបងប្អូនជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា